ជំរាបសួរសួស្តីព្រឹកនេះនាំបងប្អូនមកដើរមើលផ្លែលម៉ើនៅក្នុងចំការលម៉ើតែម្ដងចាហើយសម្រាប់លម៉ើនេះហាគឺពេលដែលប្រមូលផលគឺនឹងខ្ញុំជាអ្នកលក់ផ្ទាល់តែម្ដងដូច្នេះបងប្អូនអាចកម្មង់បានអញ្ចឹងណាពេលដែលនឹងខ្ញុំប្រមូលផលចង់និយាយថាពេលដែលវាទុំអញ្ចឹងណាហើយចំការនេះគឺជាចំការរបស់បងប្រុសរបស់នឹងខ្ញុំផ្ទាល់តែម្ដងហើយគឺនឹងខ្ញុំក៏ជាអ្នកលក់ផ្ទាល់គឺលក់ឲ្យបងប្រុសផ្ទាល់តែម្ដងចាសម្រាប់លម៉ើនេះគឺជាលម៉ើជាលិកាអញ្ចឹងណាចាហើយចង់ប្រាប់ថាផ្លែវិញគឺល្អមែនទែនពេលនេះគ្រាន់តែនាំបងប្អូនទាំងអស់គ្នាមកដើរមើលនៅក្នុងចំការនិងមើលពីផ្លែលម៉ើឲ្យបងប្អូនទាំងអស់គ្នាបានដឹងជាមុនចាលម៉ើមិនទាន់ប្រមូលផលទេអាចនឹងពាក់កណ្ដាលខែ7អីចានេះវាទៅតែនឹងផ្លែវារៀងត្រឹសដែរហើយនឹងខ្ញុំក៏មកនឹងនាំបងប្អូនទាំងអស់គ្នាមកមើលទាំងអស់គ្នានៅក្នុងចំការលម៉ើតែម្ដងហើយចង់ប្រាប់បងប្អូនថាគឺល្អមែនទែនតែម្ដងផ្លែវិញគឺជាចង្កំឡើងល្អប៉ុន្តែដោយសារលម៉ើគឺត្រូវការគ្របជាដូចជាថង់กระดาษអញ្ចឹងណាចាដូច្នេះនឹងខ្ញុំក៏បានត្រឹមតែបើកឲ្យបងប្អូនមើលបានខ្លះចាហើយនេះគឺដើរពេញចំការតែម្ដងចំការបងប្រុសក៏ទទួលបានផលផ្លែលម៉ើហ្នឹងជាឆ្នាំដំបូងផងដែរហើយក៏ចង់ប្រាប់បងប្អូនទាំងអស់គ្នាថាពេលដែលបងប្អូនត្រូវការចង់ទិញលម៉ើញ៉ាំអីបងប្អូនអាចកម្មង់នឹងខ្ញុំបានគឺនឹងខ្ញុំជាអ្នកលក់ផ្ទាល់តែម្ដងគឺលក់ឲ្យបងប្រុសអញ្ចឹងណាចាអញ្ចឹងបន្តិចទៀតនឹងនាំបងប្អូនទៅមើលផ្លែលម៉ើនៅចិត្តយើងមើលពីផ្លែលម៉ើថាវាពិតជាល្អខ្លាំងតែម្ដងចំការនេះគឺប្រមូលផលនៅឆ្នាំនេះហើយនេះគឺដើរនឹងខ្ញុំវិញចង់ប្រាប់ថាដើរមើលឡើងពេញចំការតែម្ដងចាហើយចង់ប្រាប់ថាផ្លែវិញគឺជាចង្កំល្អមែនតើលម៉ើនេះជាលម៉ើជាលិការសជាតិវិញគឺផ្អែមឆ្ងាញ់តែម្ដងអត់មានចត់ទេចាគ្រាន់តែផ្លែវាទៅតែជំទង់ប៉ុណ្ណឹងណាញ៉ាំទៅក៏អត់សូវចត់ដែរចាពេលដែលទុំទៅបងប្រុសគាត់ប្រាប់ថារសជាតិគឺផ្អែមតែម្ដងហើយនេះគឺនិយាយថាពីឃើញល្អពេកយោចាដើរពិនិត្យមើលឡើងគ្រប់ដើមតែម្ដងចាហើយអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាលម៉ើជាលិកានេះគឺនឹងខ្ញុំមានលក់ចាហើយចំការគឺចំការផ្ទាល់របស់បងប្រុសរបស់នឹងខ្ញុំអញ្ចឹងបងប្អូនកម្មង់តាមនឹងខ្ញុំហើយនឹងខ្ញុំក៏ជាអ្នកលក់ដែរព្រោះអីគាត់ចាឲ្យនឹងខ្ញុំធ្វើជាអ្នកលក់ផ្ទាល់តែម្ដងចាដូច្នេះបងប្អូនចង់ញ៉ាំឬមួយក៏ចង់ទិញយកទៅលក់អីក៏អាចកម្មង់ទិញពីនឹងខ្ញុំបានអញ្ចឹងណាទៅលក់រីអញ្ចឹងណាចាបងប្អូនទិញដុំយកទៅលក់រីចាអញ្ចឹងបងប្អូនអាចកម្មង់ពីនឹងខ្ញុំបាននឹងខ្ញុំជាអ្នកលក់ផ្ទាល់តែម្ដងហើយនឹងខ្ញុំក៏នឹងដាក់លេខទូរស័ព្ទរបស់នឹងខ្ញុំនៅលើវីដេអូនេះតែម្ដងហើយចំការវិញក៏នៅនឹងស្រុកអូររងឪផងដែរចាចង់ប្រាប់បងប្អូនទាំងអស់គ្នាថាគឺដាំលក្ខណៈថាធម្មជាតិពិត 100% តែម្ដងបងប្អូនញ៉ាំដោយទំនុកចិត្តហើយនេះចង់ប្រាប់ថានឹងខ្ញុំវិញណាគឺពិតជាចង់និយាយថាលើកដំបូងឯដែលបានឃើញពីផ្លែលម៉ើនិងដាំលម៉ើនេះដែលចុះទៅមើលផ្ទាល់តែម្ដងអញ្ចឹងណាចាហើយពិតជាល្អមែនទែនហើយបងប្រុសគាត់ដាំលក្ខណៈធម្មជាតិទេហើយសូម្បីតែគាត់ប្រើជីក៏គាត់ជាអ្នកផលិតជីធម្មជាតិខ្លួនគាត់ផងដែរពីអាចសัตว์ពីចង់និយាយថាពីបន្លែដែលនិយាយរួមទៅធម្មជាតិចង់ប្រាប់ថាជីវិញជាជីធម្មជាតិផងដែរអញ្ចឹងណាចាជាជីសរីរាង្គធម្មជាតិដែលគាត់យកមកប្រើនៅដើមលម៉ើនេះចាដាក់នៅក្នុងដើមលម៉ើនេះអញ្ចឹងណាហើយឃើញថាលម៉ើពិតជាល្អមែនតែននិយាយពីផ្លែវិញចង់ប្រាប់បងប្អូនថាល្អមែនតែនហើយរសជាតិក៏ផ្អែមដែរព្រោះអីក្តឹបប៉ុណ្ណឹងណាបងប្អូនចង់និយាយថាផ្លែវាប៉ុណ្ណឹងប៉ុន្តែញ៉ាំទៅអត់សូវចត់ទេគាត់ប្រាប់ថាបើទុំវិញណាគឺអត់ចត់តែម្ដងគឺផ្អែមតែម្ដងអញ្ចឹងណា
ដូច្នេះបងប្អូនដែលមានតម្រូវការចង់លក់លម៉ើឬមួយក៏ចង់ញ៉ាំអីបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់នាងខ្ញុំនៅលើអេក្រង់វីដេអូនេះតតែម្ដងនាងខ្ញុំជាអ្នកលក់ផ្ទាល់តែម្ដងអញ្ចឹងណាចាហើយចំការនេះគឺអឺចង់ប្រាប់ថាលម៉ើនឹងសុទ្ធហើយល្អតែម្ដងដូចជាច្រើនដើមដែរអញ្ចឹងណាចាចង់ប្រាប់បងប្អូនថាពិតជាល្អមែនតែនផ្លែចាខ្ញុំក៏ចង់និយាយថាឃើញហើយគឺរំភើបនិងសប្បាយចិត្តតែម្ដងដោយសារឃើញលម៉ើល្អមែនតែនហើយណាមួយគឺបងប្រុសក៏ដាំលក្ខណៈធម្មជាតិ 100% ចាគឺប្រើជីក៏ជាជីសរីរាង្គជីធម្មជាតិផងដែរអញ្ចឹងណាដូច្នេះបងប្អូនញ៉ាំលម៉ើនេះគឺលម៉ើធម្មជាតិតែម្ដងចាអញ្ចឹងសូមបញ្ជាក់បងប្អូនម្ដងទៀតថាសម្រាប់លម៉ើនេះបងប្អូនអាចកម្មង់ទិញតាមលេខទូរស័ព្ទដែលនឹងខ្ញុំដាក់នៅលើវីដេអូនេះតតែម្ដងចាហើយសម្រាប់វីដេអូនេះគឺទឹកឲ្យបងប្អូនទាំងអស់គ្នាបានមើលថាចំការលម៉ើពិតជាល្អហើយក៏បានប្រមូលផលនៅដូចជាពាក់កណ្ដាលខែ7អញ្ចឹងណាព្រោះអីឥឡូវនេះលម៉ើក៏ទើបតែផ្លែទើបតែក្តឹបរៀងត្រឹសទេមិនទាន់នឹងអាចបេះលក់បានទេអញ្ចឹងណាពេលដែលវាទុំគឺពណ៌លឿងហើយលម៉ើនេះគឺរសជាតិផ្អែមឆ្ងាញ់និយាយទៅស្រួយឆ្ងាញ់តែម្ដងចាព្រោះឯនឹងខ្ញុំបានភ្លក់ផ្លែដែលវានៅជំទង់ហ្នឹងចាសូមអរគុណបាយបាយ